បាទសួស្តីអ្នកនរគ្នាអញ្ចឹងថ្ងៃនេះសូមស្វាគមន៍មកកាន់វីដេអូចែកម្លែកក៏ដូចជាការរៀនទៅលើ basic command របស់Linux CentOS ដែលយើងនឹង start ពី0ទៅកាន់ advanced level អញ្ចឹងជាមួយនឹងការ start ដំបូងរបស់មូលដ្ឋានគ្រឹះរបស់ Linux យើងក៏បីដឹងពី command មួយចំនួនដែលមានក៏ដូចជាទូទៅនៅក្នុងការ understanding នៅ terminal prompt របស់វាគឺវាមាន user root ហើយនឹង normal user អញ្ចឹងអ្នកនរគ្នាបានឃើញឈ្មោះនេះគឺខ្ញុំមានការ remote ទៅកាន់ Linux server របស់ខ្ញុំមួយដែលយើងមានសញ្ញាទឹកនេះហើយដុល្លារហ្នឹងគឺបញ្ជាក់ថាជា normal user ហើយយើងមានមួយទៀតគឺroot user វាមានពីរប្រភេទ root គឺជា super user អាចនិយាយបានថា full power អាចនិយាយថាជា local host machine name របស់យើងមានរូបសញ្ញាត្រង់ជ្រូកហ្នឹងមានន័យថាជា root ជាក់ស្ដែងគឺបង្ហាញនេះមានន័យថាគឺជា normal user បើយើងចង់ switch ទៅកាន់ root user គឺយើង command line su ដើម្បី switch user តមកដើម្បីចូលទៅកាន់ root user គឺវាទាមទារយើងដាក់ password អូខេអញ្ចឹងភាពខុសគ្នារវាងឡើយនេះបើចេញបង្ហាញជាត្រង់ជ្រូកបែបនេះគឺមានន័យថាយើងគឺជា root user អញ្ចឹងដូចខ្ញុំបានប្រាប់ root user គឺវាជា super user វា full power យើងអាច create ធ្វើអ្វីៗគ្រប់យ៉ាងបានដែលជា root user បើយើងជា normal user យើងមិនអាច install software ក៏ដូចជា change important system file អីផ្សេងៗបានទេអញ្ចឹងនៅក្នុង Linux គឺ everything គឺវា store ជា file មិនថា hard disk ឬក៏ folder ផ្សេងៗទេនៅក្នុងនេះគឺវាមានតែ directory និងជា file វាមានជាអីផ្សេងដូចជា Windows ទេវាខុសគ្នារវាង Windows ត្រង់ everything វា is a file អញ្ចឹងអ្វីដែល most of the time យើងអាចនិយាយបានថាយើង normal user safe ប៉ុន្តែពេលដែលយើង become ទៅកាន់យើងខ្លាចទៅជា root user មានន័យថាយើងចង់ធ្វើអ្វីមួយឯងព្រោះថាយើងអាចinstall software ឬក៏ setup ផ្សេងៗបើយើងជា normal user យើង cannot so this is how we switch ទៅកាន់នេះបើយើងជាត្រង់ជួបមានន័យថាយើងជា root user ខ្ញុំ switch កំណត់ថា su ហើយខ្ញុំ switch មកកាន់ normal user ខ្ញុំវិញមកគឺ Cetra admin អញ្ចឹងគឺសញ្ញាទៅដុល្លារនេះគឺបញ្ជាក់ថាយើងកំពុងនៅយើងមាន command មួយអាចឆែកថា who am I ដើម្បីដឹងថាយើងកំពុង state យើងជាអីខ្ញុំជា user Cetra admin ពេលខ្ញុំ switch su ទៅកាន់ root user អញ្ចឹងយើងនឹងអាចសួរថា command មួយយើងបញ្ជាក់ថាយើងជាអ្វីគឺ who am I command យើងជា root អញ្ចឹងនៅក្នុង Linux operation គឺ root មានន័យថាធំជាងគេនៅក្នុងហ្នឹងបើយើងអាច compare បានថាជាបើយើងជា normal user directory របស់យើងដែលយើងនៅហ្នឹងដូចរបៀបដូចភូមិយើងនៅក្នុងផ្ទះយើងធម្មតាទេផ្ទះដូចជា directory មួយទៅហើយ user គឺជាយើងឈ្មោះយើងក្នុងទៅដូចជា Cetra admin ហ្នឹងជា user មួយទៅហើយនៅក្នុងឥឡូវខ្ញុំ switch យើងនៅក្នុងផ្ទះរបស់យើងមួយទៅដែលមាន directory របស់យើងឥឡូវខ្ញុំ switch ទៅ su Cetra admin ហើយខ្ញុំវាយសួរពី current folder របស់ខ្ញុំគឺខ្ញុំនៅក្នុង home Cetra admin អញ្ចឹងបើយើង compare ទៅវាបានដូចជាផ្ទះរបស់យើងនៅក្នុងយើងជា user យើងនៅក្នុងផ្ទះរបស់យើងចំណែក root ប្រៀបបានដូចជាវាំងវា unique របស់វាតែមួយអញ្ចឹងទៅអញ្ចឹងអាចថាបាន root ជាស្ដាច់អញ្ចឹងដែលនៅក្នុងវាំងហើយបើនៅក្នុង root វាមាន root directory របស់វាទៅអញ្ចឹងវាធំជាងគេហើយអញ្ចឹងគឺអាចនិយាយថាស្ដាច់គឺអាច control បាន everything គ្រប់យ៉ាងនៅក្នុងនឹងអញ្ចឹង root user គឺធំជាង user ធម្មតាដែលគាត់អាចធ្វើបានអញ្ចឹងគាត់ថាខ្ញុំ switch ទៅកាន់ root user min 168 with and យើងឆែកនៅ current គឺវាស្ថិតនៅក្នុងroot yes directory root អូខេអញ្ចឹងចំពោះ user normal user home របស់វាគឺ directory របស់វាគឺគឺវាស្ថិតនៅក្នុង home Cetra admin ចំណែកឯ root គឺវាស្ថិតនៅក្នុង /root របស់វាអញ្ចឹងបើយើងចង់ដឹងបញ្ជាក់យើងអាច comment who am I បានកន្លែងនេះអូខេអញ្ចឹងវាស្ថិតនៅក្នុង root របស់វាអូខេអញ្ចឹងចំពោះមួយទៀតគឺ basic navigation ដែលអាចនិយាយបានថាយើងសួរថា where am I ឬក៏យើង move វាមិន how to move it so យើង comment ដូចខ្ញុំសូមបានអ្នកនរគ្នាមុននៅខាងលើហ្នឹងគឺ wid គឺ show នៅគេថា print working directory វានឹងប្រាប់យើងថា comment មួយហ្នឹងថា where you are right now យើងនៅកន្លែងណាឥឡូវហ្នឹងអញ្ចឹងយើងអាចដាក់សួរមកគឺយើងនៅ home ហើយនឹង Cetra admin អញ្ចឹងនេះគឺជា current folder របស់យើង current directory របស់យើងនៅកំពុងនៅហើយចំពោះពាក្យថា cd គឺមានន័យថា change directory យើងចង់ change ទៅណាឧទាហរណ៍ថាយើង cd ទៅកាន់ចេះមានន័យថា
dương tới home bao dương thì coi cứ gì nha home bao dương hay bây giờ cd slash muối mình thà dương từ the top root rồi có file system vô mong cứ mình lựa cái top root lại nè cứ cái thà root file system bây giờ click việc thà cd double chứ mình thà dương go từ folder lựa muối nè muối tiết tàn ấy việc thông những cái là nè lấy bây nhom cd một căn tại cái tập chết hay bắt đầu nhom cd một rồi muối chân vi lang màu slash mình chân vi nên thay vì thôi khỏi màu một bao nhiêu những cái này chứ anh ấy cứ vi thông những cáiสัญญา hay bắt đầu móc cứ home anh ấy cứ root taoสัญญา này mà home chẳng trên pi nhưng cd trên pi mình thay dương lang từ lời mà tăng thế cứ vi đo root rồi chân anh ấy cứสัญญา root đo lại nắng trong bài chết chân bây giờ trong tới cái bên pi folder cái dương cd chân đấy còn đã slash môi móc hay slash một tiếng móc cái dương cd back ô tôi dương cho tôi lại na chờ những cái cd back bên pi folder đấy dương ai double slash double chốt pi hay slash double chốt pi thì ok chứ là những từ root folder bị ở liền nhỉ thông mày chứ bên mình thiết cứ cd dash chứ bên đây tha cái này cứ dương ai tha thôi khỏi nơi previous folder bao dương u thọ tha dương cho từ lấy nhầm nơi root hay nhầm cd màu home chân nhầm thôi khỏi back màu folder bao nhầm chân nhầm cd dash chân đó bao nhóm cứ previous mình là folder để môn nâng nhóm cd mà home nó cứ nhóm là root ok chân chụp bút mới thiết cứ bộ phết comment mới thiết ở về là gì chụp bút naka navigation cứ dân miềnประมาณ thằng lớn là tờ bằng hai chân mới thiết cứ cả thơ là listing file rồi gọi cả check mơ là hidden file rồi cái là hidden file chân cái này cứ là việc như là bà hàng việc trong cái là hidden file ok chẳng chụp po ca show leader đấy cái dân pra biệt thà ls đầm bay show mới chẳng là sao đấy cái dân nơi root chẳng vì đừng show mơ nào đi phá giờ về miền anh ấy cứ user root chẳng vì show mà nơi đấy root miền tăngประมาณcái dân này không như thế nào chẳng mình nhầm cd mà can home ls mơ dân này không kẹp này chẳng switch màu chẳng đấy cứ chỉ format rồi có đây là miếng này không root chẳng đó bây giờ đã thà ls dash l mình đây thà show là long format chứ biết show là permission cái đầu chỉ owner rồi có size đẹp xinh xinh chẳng từ sao tại những LM mới những khi folder này chẳng những chạy mơ thà permission cứ owner cứ root và permission hay đẹp xinh xinh mọi người ok chẳng chụp vua ca show là hidden file dương ai ls dash a chẳng ní mình đây tha dương show là hidden file chẳng file là mình chọn pi một cứ chia bậc hết hidden file raw file nó để mình chọn pi một thì tiếp nhầm nâng bật pi được create hidden file chẳng raw file configuration khăn khán nhưng sau đây mình hai pi một chẳng là file s8 đi yes đã nhưng đã ls mod khơi file s8 miền này tại đặc biệt dương include ls dash a này mình sút file s8 đi màu này để sao bạn nắm chịu create hidden file bây giờ ls thông đã cứ việc admin như thế được nhầm back màu root tính chừng sáng ní video màu tàn đi muối sáng ní hidden này chừng video tàn màu muối hay chụp cho muối mình đây là hidden cho pi mình đây là parent directory chừng cho ní cái số tài chiaประเภท file lẻ ấy chừng nó bây nhưng bên mà command tiếp mình đây làประเภท aliasใน system rồi gọi detail bốc cho mình là hidden file so hidden file là đôi khi chứ nhưng ai đã command ls dash al chừng là ní video so detail mình thả ní phụ thả ní video là video detail video là file là miền này mình thay file là lẻ ăn file lẻ chứ người dân trong mơ detail tăng permission tăng pi date tăng pi xanh detail vào file lẫn cứ dân ai mà mơ bàn tạm vậy ls dash al này cứ vì đừng show owner show date là show permission thay file mới nó file lẻ chứ ở đây chỉ làm ăn ai là mình chọn pi một chung nó cứ chỉ có phải file lẻ bờ chọn ra chứ ở bên file lẻ ok anh ấy chỉ hidden file một tiết cứ list order location dương ai chạy bàn thả ls slash etc vì đừng show file được ở đặc biệt là không etc nhưng không file rồi gọi directory etc vì mình file chớn chỉ file system rồi bỏ vì chẳng hay không command ấy nằm bay thả lấy thầm nó dương như nhảy chớn page chứng dương ai command muốn bị thả clear hay dương switch user mà vĩnh để ra bị thả số nhưng switch màu chật ra admin ok chứng nhưng switch màu bị mà nhung bình maksudnya adalah yang cd to home mà home lại từ bao giờ yang cd back cd chụp phí tới mốc cứ home
cd បក back ពីវិញគឺមក root វិញអូខេអញ្ចឹងបន្ទាប់ពីយើងអាចស្គាល់នៅការ navigate basic navigation ក្នុងការប្រើប្រាស់ command cd ហើយនិង command pwd show នៅ current file ហើយក៏ដូចជា who am I ឆែកនៅថាយើងឥឡូវហ្នឹងយើងកំពុងតែជាអីហើយនឹង command មួយទៀតគឺ cd នេះគឺមានន័យថា change directory យើងចេះ cd យើងចេះក្នុងការ change directory អញ្ចឹងហើយនឹងចេះ ls ឬក៏ប្រភេទ listing file hidden អូខេឥឡូវយើងនឹងធ្វើការ create ឬក៏មើល sample file ឧទាហរណ៍យើង create file ហើយយើងមើលតិចនៅក្នុង file ហ្នឹងអញ្ចឹងជាធម្មតានៅក្នុងយើង cd មក home អញ្ចឹងដើម្បី create file បានបើយើងស្ថិតនៅក្នុង user យើងមិនអាច create file បានទេឧទាហរណ៍ថាខ្ញុំយើងមាន command មួយក្នុងការ create file គឺខ្ញុំ clear ចាស់ file សិនគឺ torch មួយទៅឲ្យឈ្មោះ file name របស់យើងខ្ញុំដាក់ hello new file .txt អូខេអញ្ចឹងយើងពេលយើង cat new file .txt អត់មានសូអីមានន័យថាវា file ហ្នឹងគឺ empty តែយើង ls មើលមានអត់ yes វាមាន file មួយជាងទៅបង្កើតថ្មីគឺ new file .txt ឥឡូវខ្ញុំបង្កើត file មួយទៀត touch hello world .txt ខ្ញុំដក clear ខ្ញុំ ls អូខេអញ្ចឹងវាមាន2 file ហើយបើយើងចង់មើល detail file ហ្នឹងណាគេ create root ឬក៏ជា user create យើង ls ឬក៏យើងអាច comment ថ្មីមួយគឺ ll 2មកគឺ yeah មានន័យថា long detail នៃ file ហ្នឹងអញ្ចឹងគឺ file ហ្នឹង create ដោយចិត្តថា admin មិនមែនជា root ដូចមុនទេអញ្ចឹងវាមានឈ្មោះប្រភេទហ្នឹងគឺសិត show មកយើងដាក់ ls មក show មកទាំងអស់ឬក៏ ls-al គឺវា show មកតែចំពោះ create នៅ file file hidden វិញ hidden file វិញយើងអាច create ខ្ញុំ clear យើងអាច create បានថា touch hidden file .txt អូខេអញ្ចឹងយើង create នៅ file មួយឈ្មោះថា hidden file .txt អញ្ចឹងពេលខ្ញុំ ls គឺអត់ឃើញ hidden file .txt ហ្នឹងឯងអញ្ចឹងឬក៏ ll អញ្ចឹងវាឃើញតែ2 file ដែរគឺ hello world ហើយនិង file name file new file ដែលខ្ញុំបង្កើតមុននឹង2ហ្នឹងអញ្ចឹង file hidden របស់យើងគឺអត់ឃើញអញ្ចឹងដើម្បីឲ្យឃើញ file hidden របស់យើងគឺយើង ls-a អញ្ចឹងនេះវា show ជា shortcut វាអត់ show ជា full detail ទេអញ្ចឹងវានឹង provide មកទាំង hidden ទាំងអត់ hidden ទាំង hide file និងអត់ hide file អញ្ចឹង show detail យើងដាក់ពាក្យថា ls-al វានឹង show មកទាំងអស់ទាំងចុច1ហើយនិងអត់ចុចអាចុច2ហ្នឹងមានតែ parent របស់យើងគឺ root ហើយអាចុច1ហ្នឹងគឺ hide file អញ្ចឹង hide file វិញមានន័យថាមាន bash history ឬក៏នេះគឺ hide file របស់យើងមិនគឺមួយនេះគឺយើងបង្កើតជាប្រភេទ hidden file អញ្ចឹងវានឹង show មក detail ណាគេ create ហើយនៅម៉ោងណា deadline ហើយនឹងជាប្រភេទ file អូខេនេះគឺជាការបង្កើត file ចុះបើសិនជាយើងចង់ write file ឬ read file គឺយើងប្រើ command មួយឈ្មោះថា cat ឥឡូវខ្ញុំ cat new យើងចង់ read a new file .txt គឺអត់ចេញអីដោយសារតែវាក្នុង file ហ្នឹងគឺ empty អត់ទាន់មានអីចឹងដើម្បី write text ឬក៏ write អក្សរផ្សេងចូលទៅក្នុង file ឬក៏ configuration ផ្សេងគឺយើងមាន3ប្រភេទគឺ vi vim ឬក៏ nano អញ្ចឹងជំហានដំបូងគឺខ្ញុំនឹងបង្ហាញដល់អ្នកគ្នាចំពោះ vi និង vim សិន nano គឺយើងនឹងទៅបង្ហាញនៅក្នុង next session video អញ្ចឹងចំពោះ vi យើងអាចដាក់បានថា vi ឥឡូវខ្ញុំនឹងសរសេរចង់សរសេរ file ក្នុង hello world .txt ខ្ញុំដាក់ vi hello world .txt អូខេអញ្ចឹងវានឹងចេញទាំងបែបនេះអញ្ចឹងដើម្បីសរសេរបានយើងចុចពាក្យអក្សរ i ដែលចេញវាលោតសញ្ញា insert ឡើងនេះមកអញ្ចឹងយើងអាចសរសេរថាឥឡូវខ្ញុំដាក់ hello this is from vi អូខេអញ្ចឹងក្នុងការ save គឺយើងគ្រាន់តែ press នៅ key escape ហើយបន្ទាប់មកចុច2នៅខាងក្រោមនេះយើងគ្រាន់ដាក់សញ្ញាចុច2ចឹងមកហើយ tap ជាមួយ w ហើយនិងអក្សរ q ដើម្បី save w គឺ save q គឺ exit អញ្ចឹងខ្ញុំគ្រាន់តែចុច2 w save q exit ខ្ញុំដាក់2ហ្នឹងមកពីអក្សរហ្នឹងមកគឺយើងចាក់ចេញ save ហើយ exit អញ្ចឹងពេលដែលយើង cat hello world lord.txt វានឹងចេញពីថា hello this is from vi ដែលយើងបានសរសេរឲ្យមិញអូខេនេះគឺជាការសរសេរចូលទៅសរសេរហើយនឹងរីបផ្សេងឥឡូវយើងចង់សរសេរថែមទៀតដោយប្រើ vim ទៅថា vi vim គឺវាដូចគ្នាទេតែគ្រាន់តែខ្ញុំចូលចិត្តប្រើ vim ជាង vim
vim hello world đó tê cái gì thứ này ngọc ní comment vi năng vi ấm trong cả xe rồi rewrite cả xe file này nấng cứ chăm bài សំខាន់ មែនតើ ក្នុងការសរសេរវាព្រោះថាការប្រភេទនៅក្នុង Linux គឺភាគច្រើនគឺការសរសេរ configuration គឺនៅលើប្រើប្រាស់ VI ឬ VIM ឬក៏ Nano ហ្នឹងហើយគឺគ្នាយើងនឹងជួបសឹងតែទាំងអស់ទៅហើយក្នុងការធ្វើ configuration ទៅលើLinux អញ្ចឹង VIM ដូចគ្នាវាដូចគ្នា command វាដូចគ្នាគ្រាន់តែមុនទៅយើងចុចពាក្យថា I ដើម្បីវា insert ចុចពាក្យ I ហើយគឺយើងឧទាហរណ៍ឥឡូវយើងដាក់ទៅHi this is from VIM អញ្ចឹងអាពីរហ្នឹងគ្រាន់តែដូចគ្នាទេរវាងVI និង VIM តែគាត់វាមានលក្ខណៈពិសេសរបស់វាអញ្ចឹងប្រភេទ VI វាជាប្រភេទ classic Linux text editor អូខេអញ្ចឹង everything វា distribution អញ្ចឹងពេលដែលយើងចង់ប្រើប្រាស់យើងគ្រាន់តែយើង press អក្សរ E ដើម្បី type ឬក៏ចាប់ផ្ដើមសរសេរអ្វីមួយដែលយើងចង់សរសេរហើយយើង press escape ចុច2 W ក្នុងការ save ហើយ Q ក្នុងការ quick អញ្ចឹងឧទាហរណ៍ខ្ញុំសរសេរចេះ Hi hello this is from Vim ទី2អញ្ចឹងដើម្បីបញ្ចប់ការសរសេររបស់ខ្ញុំ escape ហើយខ្ញុំចុច2វានឹងលោកឲ្យឃើញយើងឃើញនៅខាងក្រោមនេះពេលដើម្បី save គឺយើង W ហើយ Q enter អញ្ចឹងយើងបាន save នៅបន្ថែមពាក្យហើយបន្ទាប់មកយើង comment ពាក្យថា cat hello world.txt អញ្ចឹងវានឹង read ចេញពី file របស់យើងគឺ hello នេះគឺពាក្យដែលខ្ញុំទៅផ្សេងមិញស្រាយចូលក្នុង file អូខេយើងនឹងមាន nano មួយទៀតដែល editor របស់វាគឺដែលយើងនឹងធ្លាប់ជួបអ្នកនរគ្នាអ្នកខ្លះក៏គាត់ធ្លាប់ជួបហើយដែរតែយើងអត់ទៅនឹង detail វានៅ next session បន្តទៀតអញ្ចឹងbasic បងគឺយើងគ្រាន់តែចង់ឲ្យអ្នកនរគ្នាអាចយល់ដឹងបានស្គាល់ពីconcept home directory ឬក៏ understanding the terminal prompt របស់វាគឺវាមានroot ហើយនិង user អញ្ចឹងអ្វីដែលយើងដឹងគឺ review ម្ដងទៀតហ្នឹងគឺខ្ញុំចង់ review ហ្នឹងគឺសញ្ញាដុល្លារនៅផ្កាយចេះគឺសម្គាល់ថាយើងគឺជា user ធម្មតា normal user ដែលជាទូទៅ normal user វាមាន limit right របស់វាមានន័យថាយើងមិនអាចធ្វើដូចជាបើយើងប្រៀបធៀបមួយ Windows មានន័យថាយើងមិនមែនសិតជា admin អញ្ចឹងយើងមាន limit right របស់យើងត្រូវធ្វើធម្មតាយើងអាច install software ឬក៏ change important file system ផ្សេងៗបានទេចំពោះ admin ឬក៏ក្នុង Linux គេហៅថា root អញ្ចឹងវាអាចបានថាជា super user ដែលអាច almost do everything មិនថា configuration something ទេគឺព្រោះវាជាវាស្មើនឹងមានសិទ្ធវាសម្បត្តិធំជាងគេហើយ root នៅក្នុងនោះគឺធំជាងគេអញ្ចឹងបញ្ជាក់ថាខ្លួនឯងចង់ដឹងថាយើងជានេះហ្នឹងគឺយើងមានសញ្ញាដុល្លារគឺយើងជា user ធម្មតាហើយទូជុកយើងជា adminអូខេយើងមានពី important មុនហើយនឹងមួយទៀតគឺខ្ញុំនឹង review ពីការប្រើប្រាស់របស់យើង normal user គឺ home បន្ទាប់មកដែលវានៅស្ថិត normal user វាស្ថិតនៅក្នុងhome ហើយបន្ទាប់មកឈ្មោះរបស់ user ហ្នឹងគឺជាតា admin ទៅចំពោះ root គឺវាស្ថិតនៅក្នុង root ឧទាហរណ៍ខ្ញុំ switch ទៅ root អញ្ចឹងខ្ញុំឆែកមើលនៅ directory របស់ខ្ញុំគឺវានៅក្នុង root អញ្ចឹងខ្ញុំដាក់ who am I វាស្ថិតនៅក្នុង rootអូខេបន្ទាប់ទៀតគឺយើងបានរៀនមុនហ្នឹងគឺ basic navigation ក៏ដូចជា command pwd print working directory ដែលវានឹងប្រាប់យើងថាយើងនៅក្នុង directory អីគេហើយនឹង cd ក្នុងការ route ឬក៏ change directory ទៅកាន់ directory ណាផ្សេងទៅមុខឬទៅក្រោយអញ្ចឹងទៅដែលយើងមាន cd ទៅទឹកចេះមានន័យថាវា fallback មកកាន់ home cd/ បាទហើយនឹង cd ចុច2សម្រាប់ go ទៅមុខឬក៏ back ឬក៏ទៅមុខ2ចុច2យើងទៅ dash 1មកក្រោយគឺសម្រាប់ចង់ដឹងថាយើង previous folder របស់យើងចូលទៅ folder មួយណាហើយនឹងការធ្វើ list file ls ដែលយើងទាំងអស់វាមាន4 ls-l ដើម្បី looking long format -l show the long format របស់យើង ls-a show all hidden file ls-al គឺវា show ទាំងអស់ទាំង detail ទាំង hidden file និង out hidden file ហើយនឹងការ create file ដែល sample command គឺ touch touch ហើយបន្ទាប់មកឈ្មោះ file របស់យើង my new file .txt អញ្ចឹងទៅអូខេអញ្ចឹងយើង ls មកវានឹងឃើញពាក្យថាឬក៏ ll long detail របស់យើងគឺនឹងឃើញពាក្យថា my new file .txt អញ្ចឹងទៅ
Okay ជាក្នុងការ create file និង write file យើងប្រើ vi vim ឬក៏ nano អញ្ចឹងគឺចំពោះepisode ទី1របស់យើងគឺខ្ញុំសូមបង្ហាញអ្នកនរគ្នាប៉ុណ្្នឹងសិនហើយចំពោះទៅមុខទៀតគឺយើងនឹងចាប់ផ្ដើម config តទៀតនិង comment បន្ថែមទៀតយើងនឹងបង្ហាញនិងបង្រៀននិងចែកលេខបទពិសោធន៍គ្នានៅក្នុង episode ទី2បាទអរគុណ